និយាយមែនឲ្យតែនឹកឃើញឃ្លានគ្រឿងសមុទ្រពេលណាគឺអត់ដែរចោលទេទៅលេងកពតទៅញ៉ាំផ្ទាល់តែម្ដងព្រោះកពតសបោគ្រឿងសមុទ្រស្រស់ៗចឹងណាហើយវាចិត្តភ្នំពេញមកយើងងាយស្រួលទៅលេងចឹងចំណុចពិសេសទៀតហ្នឹងគឺកន្លែងដែលខ្ញុំញ៉ាំហ្នឹងគាត់ទេសភាពល្អមែនតែនហើយជាពិសេសទៅទៀតហ្នឹងគឺខ្យល់រហូតមកដូចបើកម៉ាស៊ីនត្រជាក់បើកកង្ហារ24ម៉ោងខ្យល់ត្រជាក់ហើយអត់ក្តៅទេខែតាពិតខែហ្នឹងគឺខែប្រាំងហើយប៉ុន្តែខ្យល់នៅតែខ្យល់ត្រជាក់ដូចបងប្អូនឃើញក្នុងវីដេអូជាក់ស្ដែងចឹងឃើញខ្យល់មកវូ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 រហូតដល់ត្រជាក់ហើយគ្រឿងសមុទ្រក៏គាត់ស្រស់ៗហើយតម្លៃសមរម្យមែនតែនដូចឃើញដូចបងប្អូនឃើញក្នុងរូបវីដេអូចឹងតម្លៃដូចជាបកាអី25,000 ទៅតាមតម្លៃបើធំខ្លាំងលេខ1ហ្មងហ្នឹងក៏តាមនឹងដែរចឹងណាតែយើងយំចូលចិត្តទូចវាស្រួលវាសាច់វាផ្អែមជាងអាធំចឹងណាហើយចំណុចនេះក៏មានក្រែងមានអីយើងអាចគ្រាវក្រែងគ្រាវអីលេងក៏បាននៅនឹងយើងមានពិលយើងឈួលរោគក្តាមរោគចងអីចឹងណានៅក្នុងព្រែកហ្នឹងគឺពិសេសណាស់ហើយទីតាំងរបស់គាត់ហ្នឹងគឺសំខាន់គឺអំណោយផលខ្លាំងហ្មងហើយយើងអាចជីកកញ្ចក់យើងអាចអីហើយសំខាន់ម្ហូបគាត់ចម្អិនក៏ពិសេសដែរគាត់ចម្អិនឆ្ងាញ់ខ្ញុំទទួលស្គាល់ទៅឆ្ងាញ់ហើយវាស្រស់ហើយជាពិសេសហ្នឹងពេលដែលខ្ញុំទៅលេងគាត់ទៅលេងកពតខ្ញុំមិនដែរចោលគាត់ទេដោយសារទីមួយដូចខ្ញុំមានបងប្អូននៅកពតចឹងព្រោះគាត់គាត់ផ្ដល់គឺគាត់ក្តៅឲ្យខ្ញុំច្រើនមែនតើដែលធ្វើដូចជាបងប្អូននៅកពតចឹងចឹងក៏ខ្ញុំមិនដែរចោលគាត់ទេហើយក៏គាត់ពុកតម្លៃពិសេសឲ្យខ្ញុំរហូតដែរហើយអរគុណបងស្រីចឹងណាហើយទីតាំងរបស់គាត់មានឈ្មោះថាសាន់នីប៊ូទីកជិះទៅនៅត្រៃកោះចឹងណាពីនៅជិតភ្នំដូងយើងជិះទៅគឺពុកពេញទៅដោយស្រែអំបិលព័ទ្ធជុំវិញហ្នឹងប្រហែលជាមួយនឹងទេសភាពខ្យល់ត្រជាក់ហើយបើយើងទៅដល់ភ្នំដូងទៀតអានឹងយើងឃើញសមុទ្រហ្មងហើយដូចខ្ញុំដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងហើយបើសិនជាក្មេងៗមានក្មេងៗគាត់អាចទៅឡើងពងដូចនៅក្នុងហ្នឹងឲ្យក្មេងៗឲ្យលេងទឹកបានអញ្ចឹងណាព្រោះគាត់ខ្លាចក្មេងៗលេងទឹកនឹងអត់ខ្លាចទៅអីចឹងខ្លាចទឹកអត់ស្អាតអីចឹងឬក៏មិនចឹងអាចគាត់ទៅឡើងពងបាននេះដូចបងប្អូនចិត្តស្ដាយយើងអាចចែវកញ្ញក់លេងខ្យល់ត្រជាក់ល្វរហើយយើងចែវកញ្ញក់ហែលទឹកឲ្យហត់ចឹងយើងក៏មកញ៉ាំគ្រឿងសមុទ្រដ៏ឆ្ងាញ់ពិសេសពិសាចឹងណាហើយដូចបញ្ជាក់ចឹងបងប្អូនពេលទៅឆាចឹងបងប្អូនចូលចិត្តរសជាតិប្រៃឬក៏ផ្អែមឬអីបងប្អូនអាចប្រាប់គាត់មុនចឹងគឺល្អមែនតើសូមបន្ថែមតិចបងប្អូនចំពោះទីតាំងរបស់គាត់ហ្នឹងក៏មានកន្លែងគេងដែរកន្លែងគេងរបស់គាត់ទូថ្លៃមែនតើដូចបោះតង់បើអីចឹងគាត់យក$10ហើយបន្ទប់អីពី$20ទៅដល់$50ទៅតាមបន្ទប់អញ្ចឹងណាគឺទូថ្លៃមែនតើហើយចំណុចមួយទៀតហ្នឹងជីកាយ៉ាក់ free ដែរម្ដងបងប្អូនសំខាន់គឺជីកាយ៉ាក់ free អត់គិតលុយទេហើយក៏មានអាវពោងពាក់ក៏មិនគិតលុយដែរគឺយើងអាចទៅលេងយ៉ាងសប្បាយរីករាយហើយអ្វីដែលពិសេសទៀតហ្នឹងគឺនៅក្នុងប៊ូទិករបស់គាត់ហ្នឹងសម្បូរទៅដោយដើមស្វាយហើយផ្លែស្វាយពេញយើងអាចបេះញ៉ាំបរិបទេសហើយគឺត្រូវម៉ាច់តែម្ដងហើយចំពោះគ្រឿងសមុទ្រអីរបស់គាត់ហ្នឹងគឺគ្រួសាររបស់គាត់នេះនៅនេសាទផ្ទាល់អញ្ចឹងបានតម្លៃទូថ្លៃហ្មងយើងអាចហូបញ៉ាំបានបោះស្រស់យើងបានពេញមាត់ញ៉ាំពេញមាត់ពិសេសហ្មងហើយចំណុចបន្ថែមនៅក្នុងវីដេអូហ្នឹងទៀតបងប្អូនចំណាយពេលវេលាទៅលេងគឺអត់ខុសបំណងទេខ្ញុំពេលខ្លះខ្ញុំទៅលេងទៅពេលយប់ក៏ទៅឲ្យតែឃ្លានហើយយើងទៅហើយយើងញ៉ាំហើយយើងមកវិញក៏អាចដែរព្រោះវាមិនសូវឆ្ងាយប្រហែលទេអញ្ចឹងណាយើងទៅញ៉ាំលេងជុំគ្រួសារផ្ដល់ភាពអង្គុលបន្ថែមដល់គ្រួសារអញ្ចឹងទៅហើយយើងហូបគ្រឿងសមុទ្រតែថ្មីយើងសាច់បំផែនជាប់ចិត្តតែម្ដងបងប្អូនអើយញ៉ាំថ្មីអត់ថ្មី